Hello Zay nhé. Nè, thế đã lưu video ai thì bật pho vậy thanh chào. Okay? There's going to be a grid that's formed on your chart where time and price, that gradient level, and a PD array agree. You have a winning friggin' trade. Ok, chẳng giống mà bây giờ là logicใน timing តែគាត់ប្រាប់យើងណាឥឡូវយើងមកមើលទៅលើ candle នៅ higher time frame របស់យើងនេះជា6ម៉ោង candle នេះជា4ម៉ោង candle អូខេអញ្ចឹងយើងមើល candle ទាំងអស់វាតែងតែ open low high close នៅ high open high ទៅ close នៅ low អញ្ចឹងណាអញ្ចឹងហេតុអីបានវាត្រូវតែ open ទៅ low សិនហើយវាទៅ high អញ្ចឹងនៅគ្រប់ session ទាំងអស់ cycle boss candle គឺវាដើរអញ្ចឹងបើមក quarter វាស្មើ6ម៉ោង daily quarter អញ្ចឹង6ម៉ោងហ្នឹងវាដូចមួយ session អញ្ចឹងអញ្ចឹងអាស៊ី London New York ហើយ New York AM អញ្ចឹងទៅអញ្ចឹង7ម៉ោងស្មើមួយ session ហើយ6ម៉ោងស្មើមួយ quarter អញ្ចឹងនៅ quarter នីមួយៗវាតែងតែ open មកវាទៅ low សិនហើយមិនវាទៅ close ទៅ high open low high open high low អញ្ចឹងរបៀបខាច់វាគឺយើងត្រូវ timing ជាមួយ logic មិនអញ្ចឹងពេលដែលវាដកជើងនេះគឺវាធ្វើមិនវាទៅ clear major liquidity បានន័យថាវាទៅ clear liquidity នៅ lower time frame យើងហើយបានវា expand អញ្ចឹងការ trade ទាំងអស់វាយើង trade តាម candle លេនៅ higher time frame ដើម្បី entry model នៅ time frame ទូចអញ្ចឹងខ្ញុំមកបញ្យល់ថាហេតុអីវាទៅដកជើងអូខេឥឡូវយើងមកមើលអាស៊ីបើកមកដកជើងសិនបាន expand London បើកមកដកជើងទៅលើហើយបាន expand មកក្រោមអូខេអញ្ចឹងយើងចូលដល់ quarter 3នេះវាទី3វាដកជើងវា expand ទៅ high open low high close អញ្ចឹងយើងមកមើលទៅលើ time frame ទូចអញ្ចឹងនៅពេលដែលវាដកជើងនេះអូម៉ាថានេះវាបើកអាស៊ីមកវាទៅ clear major liquidity clear low ហើយបាន expand ហ្នឹងមានអីគេ market structure shift fair value gap ម៉ោង9កន្លះ New York Stock Exchange open មកឡើងទៅ clear liquidity ម៉ោង10 reversal មកក្រោមវិញអញ្ចឹង logic វាគឺបែបហ្នឹងវាដើរអញ្ចឹងរហូតគ្រប់6ម៉ោងគឺវាតែងតែដកជើង expand ដកជើង expand ដកជើង expand គឺមួយក៏ឡើងហើយបានវា expand មក low អញ្ចឹងអ្នកនិយាយខាងនេះម៉ោង10វាដកជើងសិនបានវា expand មក low បន្ទាប់ពី clear ទៅលើ liquidity ហើយបានវាមក low អញ្ចឹងយើងមើល open ទៅលើ high clear major liquidity expand មក low ដើម្បី clear low អញ្ចឹង Q3 open low high close open high low close អញ្ចឹងគ្រប់ candle គឺវាអញ្ចឹងទាំងអស់ហើយយើង trade time frame ទូយើងមាន confirmation របស់យើងមកយើងមាន open low high open high low អញ្ចឹងមាន shift មានអី entry model របស់យើងគឺយើងប្រើបានទាំងអស់ឲ្យតែយើង timing ជាមួយនឹងម៉ោងមួយ session អញ្ចឹងវីដេអូថ្ងៃហ្នឹងមានតែប៉ុណ្្នឹងជួបគ្នាវីដេអូក្រោយបាយបាយ